យើងដាក់បន្តិចបានហើយបងប្អូនបាទយើងអត់ប្រើច្រើនទេគេតែដាក់ចូលចឹងមកបន្តទៀតយើងដាក់ស្ករសនេះយើងប្រើបន្តិចដែរព្រោះព្រោះបាយហើយនឹងពោតព្រមទាំងការ៉ុតមានជាតិផ្អែមហើយស្រាប់ហើយបងប្អូនដែរទៀតបន្តទៀតគឺអំបិលខ្នុរបងប្អូនគឺម្សៅស៊ុបណាបងប្អូនបាទដាក់ប៉ុណ្ណេះមកកុំដាក់ច្រើនពេកខ្លាចប្រៃបងប្អូនបាទជាបន្តគឺទឹកស៊ីអ៊ីវបងប្អូនបាទទឹកស៊ីអ៊ីវចាហើយយើងធ្វើការកូរវាសិនដើម្បីឲ្យគ្រឿងទាំងអស់ចូលជាមួយអង្ករបងប្អូនបាទចូលជាមួយអង្ករឲ្យបានល្អណាបងប្អូនបាទអញ្ចឹងយើងកូរវាសិនបាទបន្តទៀតអានេះយើងកូរសពអង្ករជាមួយនឹងគ្រឿងផ្សំរបស់យើងហើយរួចហើយឥឡូវយើងចាប់ដើមដាក់ការ៉ុតបងប្អូនណាដាក់ការ៉ុតចូលដាក់ការ៉ុតដល់មកយើងដាក់ពោតបងប្អូននេះគឺពោតដែលយើងត្រៀមឲ្យស្រេចតែយើងដាក់ចូលមកពោតនេះផ្អែមមានរសជាតិផ្អែមបងប្អូនបាទជាបន្តទៀតយើងដាក់បង្គាបងប្អូនណាបង្គាស្រស់ណាបងប្អូនបាទបង្គាស្រស់ដាក់ចូលមកបាទអូខេចុងក្រោយបន្តទៅសុំទោសបន្តទៀតដាក់សាច់ក្រកបងប្អូននេះដាក់សាច់ក្រកណាដាក់សាច់ក្រកណាបាទចុងក្រោយគេគឺយើងដាក់នេះសណ្តែកខៀវឬក៏សណ្តែកបាយដែលយើងបានស្ងោរឆ្អិន80ទៅ 90% ណាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ខុកពីសកុលទាំងអស់គ្នាបាទបងប្អូនបាទហើយថ្ងៃនេះខ្ញុំបាទសូមលើកយកម្ហូបមួយមុខដ៏ពិសេសមកជូនបងប្អូនដើម្បីមកចម្អិនជូនបងប្អូនទស្សនាក៏ដូចជារៀនធ្វើតាមផងដែរបាទម្ហូបនោះមានឈ្មោះថាបាយគ្រឿងពិសេសបាយផ្សំគ្រឿងពិសេសបងប្អូនបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលសូមបងប្អូនចូលរួមទស្សនាជាមួយខ្ញុំបាទដូចតទៅបាទសូមអញ្ជើញបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំលើកយកនៅការធ្វើបាយពិសេសមួយផ្សំគ្រឿងពិសេសមួយមកជូនពុកម៉ែបងប្អូនទស្សនាក៏ដូចជាធ្វើតាមផងដែរបងប្អូនបាទបាយនេះគេហៅថាបាយផ្សំគ្រឿងពិសេសបងប្អូនបាទអញ្ចឹងយើងឥឡូវនេះមកមុននឹងមកធ្វើបាយផ្សំគ្រឿងពិសេសសូមមកទស្សនានៅគ្រឿងផ្សំបាយពិសេសនេះជាមុនសិនតើមានអ្វីខ្លះបងប្អូនបាទទី1គឺមានអង្ករបងប្អូនអង្ករយើងជ្រើសរើសយកអង្ករផ្ការំដួលឬក៏ផ្កាម្លិះដែលល្អមកបងប្អូនបាទគឺយើងត្រូវការដាំបាយគឺដាំបាយឲ្យយើងស្រួយបន្តិចទៅឆ្ងាញ់ណាបងប្អូនបាទនេះអង្ករនេះប្រហែលជាខ្ញុំដាក់ប្រហែលជា2កំប៉ុងជិត3កំប៉ុងបងប្អូនព្រោះដោយសារតែខ្ញុំមានសមាជិកគ្រួសារ4នាក់អញ្ចឹងអាចទៅញ៉ាំ2ពេលបងប្អូន2ពេលទៅអស់បងប្អូនបាទហើយបន្តទៀតគ្រឿងផ្សំបន្ទាប់គឺមានពោតណាបងប្អូនគឺពោតស្រស់គឺពោតពណ៌លឿងយើងយកមកបន្លែហើយលាងទឹកឲ្យស្អាតទៅយើងយកមកត្រៀមទុកអញ្ចឹងពោតនេះយើងអាចចាំបាច់យកទៅស្ងោរឬក៏ចំហុយឲ្យឆ្អិនជាមុនសិនទេព្រោះថាពោតងាយនឹងឆ្អិនទេបងប្អូនបាទតទៀតគឺការ៉ុតណាបងប្អូនការ៉ុតគឺយើងយកមកហាន់ជាចំណិតតូចអញ្ចឹងមកបងប្អូនបាទតទៀតគឺសណ្តែកបាយបងប្អូនសណ្តែកបាយយើងត្រូវព្រោះសណ្តែកបាយនេះជាវាក្រឆ្អិនបងប្អូនវាក្រឆ្អិនអញ្ចឹងយើងត្រូវត្រាំទឹកបាទត្រាំទឹកវាជាមុនសិនហើយទៅមកយើងយកលាងទៅមកយើងដាក់យកទៅស្ងោរឲ្យឆ្អិនប្រហែលជា80ទៅ 90% ជាមុនសិនណាបងប្អូនទើបយើងយកទៅដាំបាយបងប្អូនបាទចំណែកសាច់គឺយើងប្រើបង្គាបងប្អូនបង្គាស្រស់បងប្អូនណាបង្គាស្រស់ហើយនេះគឺជាសាច់ក្រកគឺសាច់ក្រកសាច់ជ្រូកបងប្អូនបាទខ្ញុំយកមក4សាច់ក្រកបងប្អូនយកមកហាន់ជាចំណិតស្ដើងអញ្ចឹងមកបាទហើយគ្រឿងផ្សំបន្តទៀតបាទគឺអានេះគឺប្រេងខ្យងបងប្អូនប្រេងខ្យងបាទហើយនេះប៊ីចេងបងប្អូនប៊ីចេងបាទជាបន្តទៀតស្ករសបងស្ករសហើយម្សៅស៊ុបបងប្អូនបាទម្សៅស៊ុបហើយនេះគឺជាទឹកស៊ីអ៊ីវបងប្អូននេះគឺជាទឹកសុទ្ធឬក៏ទឹកស្អាតបងប្អូនយើងត្រៀមទុកដាំបាយបងប្អូនបាទហើយជាបន្តទៀតគឺខ្ទឹមបំពងឬក៏ខ្ទឹមលីងបាទខ្ទឹមសយើងបំពងឲ្យឈ្ងុយមកបើយើងត្រៀមទុកដើម្បីពេលបាយយើងឆ្អិនចុងក្រោយគេយើងចាក់ចូលទៅក្នុងបាយហើយយើងជ្រោយវាឲ្យសព្វទៅខ្ទឹមបំពងនេះជួយបង្កើនក្លិនឲ្យឈ្ងុយហើយឲ្យបាយរបស់យើងកាន់តែមានរសជាតិកាន់តែឆ្ងាញ់បងប្អូនបាទហើយម្រេចនេះគឺជាម្សៅម្រេចម៉ត់យើងក៏ដូចគ្នាដែរត្រៀមទុកនៅចុងក្រោយដល់ពេលយើងបាយយើងឆ្អិនយើងចាក់ចូលទៅក្នុងបាយរបស់យើងទៅបងប្អូនដើម្បីធ្វើឲ្យបាយរបស់យើងមានរសជាតិកាន់តែឆ្ងាញ់ដូចគ្នាបងប្អូនបាទឥឡូវយើងមកស្ងោរសណ្តែកខៀវឬក៏សណ្តែកបាយជាមុនសិនណាបងប្អូនបាទឥឡូវទឹកយើងដាំពុះហើយបាទយើងចាក់សណ្តែកស្ងោរសិនបាទចាក់សណ្តែកស្ងោរចូលសិនណាចាក់សណ្តែកដើម្បីយើងស្ងោរឲ្យឆ្អិនបាទអញ្ចឹងយើងគ្របទុកប្រហែលជា15នាទីបាទប្រហែលជា15នាទីទៅ20នាទីសិនណាបងប្អូនបាទដើម្បីឲ្យសណ្តែកយើងផុយទៅ 80% ឬក៏ 90% ជាមុនសិនបងប្អូនបាទអញ្ចឹងចាំបន្តទស្សនាជាមួយខ្ញុំជាបន្តទៀតបាទឥឡូវបងប្អូនយើងមកមើលសណ្តែកស្ងោររបស់យើងឃើញថារយៈពេលហ្នឹង15នាទីហើយបងប្អូនបាទនេះពុះល្អឃើញថាផុយហើយបងប្អូនផុយប្រហែលជា 80% ហើយណាបងប្អូនបាទនេះផុយប្រហែលជា 80% ហើយអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមយកទៅចាក់ដើម្បីយកមកធ្វើការដាំបាយបងប្អូនបាទ
តែឥឡូវបងប្អូនយើងមកដាក់ឆ្នាំងដើម្បីដាំបាយតែម្ដងបងប្អូនណាយើងប្រើឆ្នាំងដាំបាយអគ្គិសនីបងប្អូនបាទយើងដោតភ្លើងមកបាទតោះឥឡូវយើងចាប់ផ្ដើមចុចបាទចុចនៅប៊ូតុងដើម្បីដាំបាយណាបងប្អូនបាទអញ្ចឹងយើងឃើញថាភ្លើងឆ្នាំងដាំបាយរបស់យើងមានហើយបងប្អូនបាទឥឡូវយើងឃើញថាឆ្នាំងដាំបាយអគ្គិសនីរបស់យើងចាប់ផ្ដើមដំណើរការហើយបងប្អូនបាទអញ្ចឹងហើយនេះភ្លើងក៏មានដែរអញ្ចឹងបងប្អូនឮសូរសំឡេងកំពុងតែចម្អិនហើយឆ្នាំងអគ្គិសនីរបស់យើងកំពុងតែចម្អិនបាយរបស់យើងហើយបងប្អូនបាទអញ្ចឹងចាំរងចាំទស្សនាទាំងអស់គ្នានៅពេលបាយឆ្អិនជាបន្តទៀតណាបងប្អូនបាទតោះឥឡូវបងប្អូនយើងមកមើលបាយរបស់យើងតើឆ្អិនល្អឬនៅបងប្អូនតោះបើកមើលទាំងអស់គ្នាហើយបងប្អូនហើយយើងជ្រួយយើងធ្វើការជ្រួយសិនមកណាបងប្អូនបាទហើយយើងផ្ងំទុកម្ដងទៀតយើងផ្ងំទុកមកសន្ទុះទៀតប្រហែលជា10នាទីអីទៀតបងប្អូនបាទចាំយើងអាចដួសញ៉ាំបានបងប្អូនយើងកូរឲ្យវាចូលគ្នាសិនជ្រួយវាឲ្យវាល្អចូលជាមួយអង្គជាមួយសាច់ពោតអីចឹងសិនបងប្អូនហើយយើងផ្ងំទុកប្រហែលជា10នាទីទៀតបងប្អូនបាទឃើញថាស្រួយល្អហើយបងប្អូនបាទស្រួយល្អហើយក៏មានក្លិនឈ្ងុយផងដែរបាទក្លិនឈ្ងុយផងដែរក្លិនឡើងឈ្ងុយបងប្អូនហើយចឹងយើងជ្រួយធ្វើការជ្រួយឲ្យសព្វសិនឲ្យវាចូលជាមួយពោតផ្គាសាច់ក្រកការ៉ុតសណ្តែកបាទវាចូលគ្នាសិនចាំហើយយើងផ្ងំប្រហែល10នាទីទៀតបងប្អូនប្រហែល10នាទីទៀតនឹងកាន់តែឆ្ងាញ់ធ្វើបាយយើងកាន់តែឆ្ងាញ់បាទតើឥឡូវបងប្អូនយើងមកមើលការធ្វើស៊ុបដើម្បីយើងញ៉ាំជាមួយបាយផ្សំគ្រឿងពិសេសរបស់យើងវិញម្ដងបងប្អូនបាទឥឡូវយើងឃើញថាទឹកស៊ុបចាប់ដើមពុះល្អហើយដែរអញ្ចឹងស៊ុបនេះអត់មានអីញ៉ៃញ៉ៃច្រើនណាយើងងាយបងប្អូនយើងដាក់ការ៉ុតណាបងប្អូនបាទការ៉ុតបងយើងមានការ៉ុតបាទតមកយើងដាក់បកាយឺហ៊ីក្រៀមបាទបកាយនិងយឺហ៊ីក្រៀមបងប្អូនដាក់ចូលទៅបាទហើយបន្តទៀតយើងផ្សំគ្រឿងនេះគ្រឿងយើងចាក់ចូលមានរួមគ្នាតែម្ដងបាទគឺមានស្ករប៊ីចេងម្សៅស៊ុបខ្នុរហើយនិងទឹកត្រីបាទដាក់ចូលបាទដាក់ចូលអញ្ចឹងតែម្ដងបងប្អូនបាទអត់ងាយដើម្បីយើងញ៉ាំជាមួយបាយគ្រឿងពិសេសរបស់យើងបងប្អូនបាទគ្រឿងពិសេសរបស់យើងបាទដើម្បីកុំឲ្យវាល្មួតកបើយើងញ៉ាំបាយឆាអត់ប្រើអត់មានទឹកស៊ុបអីអានោះវារៀងល្មួតកលេបទៅវាអត់សូវស្រួលដែរអញ្ចឹងយើងគ្របទុកសិនបងប្អូនដើម្បីឲ្យល្ងាស់ឲ្យទឹកស៊ុបរបស់យើងហើយពុះហើយនឹងការ៉ុតឆ្អិនផងដែរបងប្អូនបាទតោះបងប្អូនឥឡូវនេះយើងមកមើលទឹកស៊ុបរបស់យើងបាទចាប់ផ្ដើមឃើញថាពុះកជ្រោលពុះល្អមែនតើណាបងប្អូនការ៉ុតហ្នឹងក៏វាផុយដែរអញ្ចឹងយើងចាប់ផ្ដើមដាក់ប្រហិតរបស់យើងចូលបាទគឺប្រហិតស៊ីកូបងប្អូនណាដាក់ប្រហិតស៊ីកូចូលធ្វើតែប៉ុណ្្នឹងគ្រប់គ្រាន់ហើយព្រោះគ្នា4នាក់យើងញ៉ាំប៉ុណ្្នឹងគ្រប់គ្រាន់ហើយទឹកស៊ុបបាទយើងដាក់ប្រហិតបាទហើយការ៉ុតនេះគឺផុយហើយបងប្អូនបាទចាំហើយយើងបង្ងាស់បន្តិចសិនបងប្អូនបាទចុងក្រោយចាំយើងដាក់ជីនិងខ្ទឹមបំពងចាប់តែម្ដងបងប្អូនបាទតែឥឡូវបងប្អូនយើងមកមើលបាយរបស់យើងបងប្អូនបាទឃើញយើងបានផ្ងំទុករយៈពេល10នាទីឥឡូវយើងមកបើកមើលបាយរបស់យើងបាទឃើញថាឆ្អិនល្អបងប្អូនបាទឆ្ងាញ់ហើយបងប្អូននេះឡើងហុយសពងតែម្ដងបាទហុយផ្សែងជុកតែម្ដងបងប្អូនបាទឆ្ងាញ់ណាឈ្ងុយតែម្ដងបងប្អូនបាទឆ្អិនល្អហើយបាទបកាយហើយនឹងពោតការ៉ុតសាច់ក្រកអីហ្នឹងគឺឆ្អិនបានល្អហើយបងប្អូនបាទគឺឆ្អិនល្អហើយឈ្ងុយមែនតើបាទតែឥឡូវយើងចាប់ផ្ដើមដាក់ខ្ទឹមបំពងចូលបងប្អូនបាទខ្ទឹមបំពងបាទដាក់ចូលខ្លះហើយទុកខ្លះដើម្បីដាក់ក្នុងទឹកស៊ុបរបស់យើងបងប្អូនបាទហើយបន្តទៀតយើងដាក់នេះដាក់ម្រេចបាទដាក់ម្រេចតិចទៅដើម្បីឲ្យវាឈ្ងុយបាទប៉ុណ្ណឹងមកបានណាបាទតែយើងចាប់ផ្ដើមកូរឲ្យវាចូលជាមួយខ្ទឹមបំពងនិងម្រេចឲ្យចូលក្នុងបាយសពបានល្អបងប្អូនបាទឈ្ងុយមែនតើបាទឈ្ងុយមែនតើណាបាទនេះជារូបមន្តបាយផ្សំគ្រឿងពិសេសបាទសម្រាប់ជាពិសេសមានប្រយោជន៍សម្រាប់ស្ត្រីមេផ្ទះបងប្អូនដែលពេលយើងធ្វើមិនដឹងថាធ្វើអីយើងធ្វើបាយឲ្យកូនតូចៗរបស់យើងគាត់ញ៉ាំមុនទៅរៀនណាបងប្អូនបាទគឺធ្វើបាយនេះវាមានវីតាមីនច្រើនផងដែរបាទព្រោះវាមានផ្សំគ្រឿងពិសេសមានការ៉ុតមានពោតមានសណ្តែកបាយសិតតែគ្រឿងពិសេសគ្រាប់ធញ្ញជាតិពិសេសដើម្បីធ្វើឲ្យកូនបត្រាបត្រីរបស់យើងមានសុខភាពល្អបងប្អូនបាទបាទអញ្ចឹងយើងតិចទៀតយើងមកដួសញ៉ាំទាំងអស់គ្នាបងប្អូនបាទ
បាទឥឡូវបងប្អូនយើងមកដួសបាយដាក់ចានរបស់យើងដើម្បីធ្វើការញ៉ាំបងប្អូនបាទដួសដាក់ចានឈ្ងុយតែម្ដងបងប្អូនហើយឈ្ងុយធំក្លិនហ្នឹងគួរឲ្យចង់ញ៉ាំហើយឆ្ងាញ់តែម្ដងបងប្អូនចឹងបងប្អូនណាស្តាក់ធ្វើតាមខ្ញុំណាបាទរៀនធ្វើតាមខ្ញុំមិនពិបាកអីទេបងប្អូនបាទមិនពិបាកអីទេក្នុងការធ្វើហ្នឹងបាទធ្វើមើលទៅតាមខ្ញុំទៅចាំខ្ញុំទៅដាក់អក្សររូបមន្តផ្សំគ្រឿងហ្នឹងឲ្យច្បាស់ជូនបងប្អូនទស្សនាបាទចំណងណាបងប្អូនបាទគឺសម្រាប់កូនរបស់យើងកូនតូចរបស់យើងក៏ចូលចិត្តហើយដឹងតែពេញចិត្តហើយបាទដឹងតែញ៉ាំបាយអស់ច្រើនណាបងប្អូនបាទអូខេបងប្អូនបាទតោះឥឡូវយើងធ្វើការញ៉ាំជាមួយគ្នាទាំងអស់គ្នាបងប្អូនឥឡូវបងប្អូនយើងបន្តមកមើលស៊ុបរបស់យើងបន្តទៀតបាទចាប់ផ្ដើមពុះល្អយើងឃើញថាស៊ុបរបស់យើងពុះល្អហើយបងប្អូនបាទអញ្ចឹងជាចុងក្រោយយើងដាក់ខ្ទឹមបំពងចូលបាទដើម្បីឲ្យបង្កើនរសជាតិឲ្យឈ្ងុយបាទអូខេតមកទៀតយើងដាក់ជីបងប្អូនណាជីរណាយើងហាន់តូចៗអត់ចឹងណាដាក់ចូលបាទតែប៉ុណ្្នឹងគឺឆ្ងាញ់តែម្ដងគឺយើងញ៉ាំជាមួយនឹងបាយគ្រឿងពិសេសរបស់យើងបងប្អូនបាទតំណងណាបងប្អូនបាទតំណងមែនតើឥឡូវយើងចាប់ផ្ដើមដួសបាទឆ្អិនហើយយើងឃើញថាឆ្អិនហើយយើងដួសដាក់ចានបាទដើម្បីញ៉ាំបាយទាំងអស់គ្នាបាទសាច់ប្រហិតសាច់គោបងប្អូនប្រហិតសាច់គោយើងពុះជាពីរចឹងមកបាទហើយទឹកស៊ុបនេះយើងកុំធ្វើឲ្យប្រៃបាទបើរសជាតិវាសាបល្មមទៅហើយផ្អែមតិចតែបងប្អូនបាទដើម្បីយើងញ៉ាំជាមួយបាយឆាល្មមឲ្យបាយគ្រឿងផ្សំគ្រឿងរបស់យើងមិញហ្នឹងគឺត្រូវតែម្ដងបងប្អូនណាឃើញទេម្ដងណាបងប្អូនបាទឥឡូវបងប្អូនយើងមកញ៉ាំបាយគ្រឿងពិសេសផ្សំគ្រឿងពិសេសជាមួយគ្នាបងប្អូនបាទម្ដងណាបងប្អូនបាទម្ដងមែនតើគឺមានសាច់ក្រមានបង្គាបាទហើយមានការ៉ុតពោតបាទស្ករសណ្តែកបងប្អូនបាទហើយនេះគឺស៊ុបរបស់យើងគឺស៊ុបប្រហិតបងប្អូនបាទស៊ុបប្រហិតរបស់យើងបាទគឺយើងមកញ៉ាំជាមួយបាយផ្សំគ្រឿងពិសេសរបស់យើងបាទឥឡូវយើងចាប់ដើមញ៉ាំណាបងប្អូនឆ្ងាញ់កម្រិតណាបងប្អូនបាទតាមបងប្អូនគឺឆ្ងាញ់មែនទែនបងប្អូនហើយយើងដាក់មួយទឹកស៊ុបរបស់យើងទឹកស៊ុបប្រហិតកូនបងប្អូនញ៉ាំឆ្ងាញ់មែនទែនបងប្អូនហើយឈ្ងុយតែម្ដងឆ្ងាញ់ណាស់បងប្អូនហើយបាទពុកម៉ែបងប្អូនគឺការធ្វើម្ហូបនៅការថាបាយផ្សំគ្រឿងពិសេសរបស់ខ្ញុំបាននៅថ្ងៃនេះគឺដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនចង់ចេះធ្វើម្ហូបនេះគឺបងប្អូនសូមមើលវីដេអូរបស់ខ្ញុំឲ្យបានមកចប់បាទហើយខ្ញុំនឹងដាក់អក្សរទៅលើគ្រឿងផ្សំនីមួយៗនៃម្ហូបនៃបាយគ្រឿងពិសេសនេះបងប្អូនបាទអញ្ចឹងបើបងប្អូនគិតថាវីដេអូរបស់ខ្ញុំបានមានសារៈប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយចុច Subscribe អ្នកមួយផងបងប្អូន Channel របស់ខ្ញុំមានឈ្មោះថាខុកវិទ្យសុគន្ធបងប្អូនណាហើយជាពិសេសមុខម្ហូបបាយផ្សំគ្រឿងពិសេសមួយមុខនេះគឺមានសារៈប្រយោជន៍សម្រាប់ស្ត្រីមីផ្ទះដែលមិនដឹងថាធ្វើអីឲ្យកូនញ៉ាំកូនតូចដែលយើងមុនទៅសាលារៀនហ្នឹងពេលព្រឹកហ្នឹងបាទគេធ្វើបាយគ្រឿងពិសេសនេះជូនពួកគាត់ញ៉ាំគាត់នឹងសប្បាយចិត្តហើយនឹងញ៉ាំបាយគ្រឿងពិសេសនេះគឺអស់ច្រើនកប់អស់ច្រើនបាទអញ្ចឹងអរគុណបាទមានតែប៉ុណ្្នឹងបាទជួបគ្នានៅវីដេអូបន្តទៀតនៃមុខម្ហូបថ្មីជាបន្តទៅចា៎បងប្អូនបាទមកការចម្អិនម្ហូបរបស់ខ្ញុំបាទគឺដល់ទីបញ្ចប់ហើយគឺបាយផ្សំគ្រឿងពិសេសបាទហើយក៏សូមអរគុណច្រើនចំពោះបងប្អូនដែលចូលរួមទស្សនាវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ចប់បងប្អូនបាទហើយអញ្ចឹងបើសិនជាបងប្អូនចាត់ទុកថាវីដេអូរបស់ខ្ញុំបាទមានសារៈប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបាននៅវីដេអូធ្វើម្ហូបថ្មីជាបន្តទៀតបាទសូមអរគុណបាទសូមជម្រាបលា